លោកស្រីសមាជិកក្រុមប្រឹក្សាឃុំចូលរួមពិធីបុណ្យសពលោកញ៉ែមហៀងលោកយាយមាសសុខផលនៅក្នុងមូលដ្ឋានភូមិបឹងនៅថ្ងៃទី27 ខែតុលាឆ្នាំ2025លោកស្រីសមាជិកក្រុមប្រឹក្សាឃុំតំណាងឲ្យលោកចិត្តសៀវប្រធានក្រុមប្រឹក្សាឃុំបាននាំយកថវិការបស់លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនិងថវិកាផ្ទាល់ខ្លួនរបស់លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្មានជំនួយការដើម្បីចូលរួមពិធីបន់រំលែកទុក្ខទៅដល់គ្រួសារនៃសពលោកញ៉ែមហៀងទទួលមរណភាពថ្ងៃទី24 ខែតុលាឆ្នាំ2025លោកយាយមាសសុខផលទទួលមរណភាពថ្ងៃទី26 ខែតុលាឆ្នាំ2025នៅក្នុងមូលដ្ឋានភូមិបឹងឃុំជំរះពេនស្រុកសំរោងខេត្តតាកែវពេលនោះដែរលោកស្រីសមាជិកក្រុមប្រឹក្សាឃុំក៏បានរៀបចំជូននូវសម្បត្តិមរណភាពជូនទៅដល់គ្រួសារនៃសពដល់ទីកន្លែងផងដែរសូមអរគុណ